ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ការផ្សាយព័ត៌មានកីឡាប្រចាំថ្ងៃនៃព្រឹត្តិការណ៍ FIFA World Cup 2026ដែលកំពុងតែឡើងកម្ដៅយ៉ាងខ្លាំងជំនួបបាល់ទាត់ពិភពលោកគិតត្រឹមវគ្គ8ក្រុមចុងក្រោយនេះមានរឿងអាស្រូវធំៗកំពុងអង្រួនព្រឹត្តិការណ៍ World Cup 2026ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026ដែលកំពុងរៀបចំឡើងដោយសហរដ្ឋអាមេរិក មិចស៊ិកនិងកាណាដាមិនត្រឹមតែជាការប្រកួតដ៏ជក់ចិត្តនៅលើទីលាននោះទេប៉ុន្តែវាក៏កំពុងក្លាយជាព្រឹត្តិការណ៍ដែលមានរឿងអាស្រូវនិងការចម្រូងចម្រាសខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រផងដែររឿងរ៉ាវជាច្រើនបានផ្ទុះឡើងទាំងនៅក្រៅនិងក្នុងទីលានដែលធ្វើឲ្យមហាជនដាក់ការសង្ស័យលើដំណាភាពនៃស្ថាប័នរៀបចំរឿងអាស្រូវដ៏ក្តៅកគប់បំផុតនោះគឺការរិះគន់ជំវិញឥទ្ធិពលនយោបាយចូលនៅក្នុងវិស័យកីឡាបញ្ហានេះបានផ្ទុះឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអន្តរាគមន៍ដោយផ្ទាល់ទៅកាន់ប្រធានសហព័ន្ធ FIFA លោក Infantino ដើម្បីសុំឲ្យពិនិត្យឡើងវិញលើកាតក្រហមរបស់កីឡាករអាមេរិក Folarin Balogun ជាលទ្ធផល FIFA បានសម្រេចព្យួរទោសកាតក្រហមនោះភ្លាមៗដែលបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងបណ្ដាប្រទេសជាច្រើនដោយពួកគេចាត់ទុកថា FIFA កំពុងតែចុះញោមនឹងអំណាចនយោបាយរបស់អាមេរិកមិនត្រឹមតែប៉ុណ្ណោះបញ្ហា FIFA និងការរើសអើងក៏បានក្លាយជាប្រធានបទដ៏ក្តៅក្រហាយផងដែរអ្នកគាំទ្រនិងសមាជិកក្រុមមកពីប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ ហៃទី និងសេនេហ្គាល់ត្រូវបានរឹតបន្តឹងនិងបដិសេធទៅធ្វើការចូលសហរដ្ឋអាមេរិកសូម្បីតែកីឡាករល្បីៗនិងអាជ្ញាកណ្ដាលមួយចំនួនក៏ត្រូវរងចាំការសាកសួរនិងឆែកឆេរទូរស័ព្ទរាប់ម៉ោងនៅប្រលានយន្តហោះដែលធ្វើឲ្យគេមើលឃើញថា World Cup លើកនេះហាក់ដូចជាបង្កើតឡើងសម្រាប់តែប្រទេសអ្នកមាននិងបិទសិទ្ធិអ្នកគាំទ្រមកពីតំបន់ក្រីក្របន្ថែមលើពីនេះតម្លៃសំបុត្រចូលទស្សនាដែលខ្ពស់កប់ពពកនិងប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ខ្សោយនៅក្នុងទីក្រុងម្ចាស់ផ្ទះមួយចំនួនក៏កំពុងតែធ្វើឲ្យអ្នកគាំទ្ររាប់លានអ្នកអស់សង្ឃឹមផងដែរខណៈពេលដែលនៅលើទីលានវិញក៏មានការសង្ស័យនិងការរិះគន់ជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលនិងប្រព័ន្ធ VAR ដែលអ្នកវិភាគខ្លះហ៊ាននិយាយថាមានការរៀបចំទុកជាមុនដើម្បីជួយក្រុមធំៗតើព្រឹត្តិការណ៍ World Cup 2026នឹងអាចបញ្ចប់ទៅដោយរលូនឬមួយក៏ត្រូវខូចឈ្មោះដោយសារតែរឿងអាស្រូវទាំងនេះសូមអរគុណសម្រាប់ការតាមដានទស្សនានេះខ្ញុំនឹងបន្តអាប់ដេតចំនួនគ្រាប់បាល់និងសកម្មភាពនៅក្នុងការប្រកួតនិងលទ្ធផលនៃការប្រកួតនៅលើទីលានបន្តទៀតនៅថ្ងៃស្អែកសូមអរគុណនិងសូមជម្រាបលា LTNG Sport វិសាលភាពនៃកីឡា